អូខេអរគុណសម្រាប់សំណួរសម្រាប់major របស់ខ្ញុំរៀននៅខ្មែរគឺ IR International Relation ប៉ុន្តែខ្ញុំសូមឆ្លើយតបបន្ថែមតទៅនឹងវីដេអូមុនខ្ញុំបានឆ្លើយតបហើយថាខ្ញុំរៀននៅអាល្លឺម៉ង់គឺរៀន Political Science ហើយក៏បានបកស្រាយមួយចំនួនដែរតទៅជាមួយនឹងហេតុផលមិនបានខ្ញុំរៀននៅខ្មែរ IR ប៉ុន្តែពេលដែលទៅដល់អាល្លឺម៉ង់រៀន Political Science ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់តិចតកតងជាមួយនឹងការ apply ទៅរៀននៅក្រៅប្រទេសហ្នឹងមិនចាំបាច់បញ្ជាក់ថាយើងតតែរៀន IR ទេបានយើងបានទៅបន្តការសិក្សាបាន scholarship ទៅរៀននៅក្រៅប្រទេសអញ្ចឹងណាជាក់ស្ដែងមិនថាអ្នកទាំងអស់គ្នារៀន major អីទេមុខជំនាញមួយណាទេក៏អ្នកទាំងអស់គ្នានៅតែមានឱកាស apply យកអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសដែរជាពិសេសគឺខាងប៉ែកអឺរ៉ុបសម្បីតែប៉ែកខាងអាស៊ីយើងឥឡូវសម្បីតែចិនកូរ៉េជប៉ុនឥឡូវក៏គេមានអាហារូបករណ៍ច្រើនដែរហើយបើសិនជាអ្នកទាំងអស់គ្នាចង់សួរពី process ឬក៏ចង់ដឹងពី process នៃការ apply យកអាហារូបករណ៍ដែលគេត្រូវត្រៀមគេខ្លះក៏អ្នកទាំងអស់គ្នាអាច comment និងអាចសួរនាំមកខ្ញុំបន្ថែមបានដែរខ្ញុំនឹងផ្ដល់ជា advice ឬក៏ផ្ដល់ជា information បន្ថែមសម្រាប់អ្នកដែលគាត់ត្រៀមចង់ដាក់យក apply អាហារូបករណ៍អញ្ចឹងណាអូខេអញ្ចឹងខ្ញុំសង្ឃឹមថាសម្រាប់ព័ត៌មានមួយចំនួននេះនឹងអាចជួយបន្ថែមសម្រាប់អ្នកដែលគាត់ត្រៀមខ្លួនយកអាហារូបករណ៍មិនថាឆ្នាំហ្នឹងឬក៏ឆ្នាំក្រោយអញ្ចឹងណាអ្នកទាំងអស់គ្នាអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់សំណួរ